ឧទាហរណ៍ថាមនុស្សសុកៗនៅទាំងអស់គ្នាស្រាប់តែទទួលបានភារកិច្ចមួយក្នុងការតាក់ទងជាមួយនឹងវិញ្ញាណដែលស្លាប់ទៅហើយតែអត់អស់ចិត្តហើយយើងមានភារកិច្ចក្នុងការបំពេញបំណងចុងក្រោយរបស់គាត់សួរថាការងារចម្លែកបែបហ្នឹងមានពីណាចង់ធ្វើប៉ុន្តែនៅក្នុងដំណើរភារកិច្ចមួយនោះនឹងមានប៉ូលីសសង្ហាម្នាក់គាត់មករួមភារកិច្ចមួយយើងហើយត្រូវស្នាក់នៅផ្ទះមួយយើងទៀតអត់ទាន់អស់ហើយអ្នកទាំងអស់គ្នានៅមានយមបន្ទូលសង្ហាតែមុខងាប់មួយទៀតដែលតាមជួយយើងរហូតណាសួរថាការងារចម្លែកបែបហ្នឹងអ្នកណាមិនធ្វើខ្ញុំធ្វើអ្នកទាំងអស់គ្នានិយាយលេងអ្នកទាំងអស់គ្នាប៉ុន្តែបើសិនមកអ្នកទាំងអស់គ្នាចង់សាកបំពេញភារកិច្ចមួយហ្នឹងសៀវភៅអ្នកស្នងចំនួនទី195អាចជួយអ្នកទាំងអស់គ្នាបានដែលសាច់រឿងនិយាយតាក់ទងជាមួយនឹងតួស្រីត្រូវបានជ្រើសរើសជាចំនួនទី195ក្នុងការបំពេញភារកិច្ចជួយវិញ្ញាណឲ្យគាត់ឆាប់ទៅកាន់សុគតិភពចំនួន100វិញ្ញាណដើម្បីដោះដូរក្នុងការសម្រេចបំណងប្រាថ្នារបស់គាត់រឿងអ្នកស្នងចំនួនទី195មានចំនួនសរុប17ភាគទាំងភាគបញ្ចប់បែងចែកជា531ទំព័រដែលជាស្នាដៃនិពន្ធរបស់រលកចម្បាំងចេញផ្សាយដោយខាងពិភពសុបិនជាប្រភេទលក្ខណៈរឿងខ្មោចតែអត់ឡងទេអ្នកនរគ្នាជាលក្ខណៈដោះស្រាយរឿងក្តីវិញហើយបើនិយាយពីអ្នកនិពន្ធវិញណាសប្រាយអត់ចប់ហ្មងអ្នកនរគ្នាជាពិសេសអាចិត្តដល់ភាពបញ្ចប់ហ្នឹងនិយាយដល់រឿងហ្នឹងខ្ញុំខឹងអ្នកនិពន្ធមែនតើអ្នកនរគ្នាអញ្ចឹងសម្រាប់គ្នាយើងណាដែលអត់ទាន់បានអានរឿងហ្នឹងកុំភ្លេចសំលុយទៅទិញសៀវភៅទាំងអស់គ្នាមិនមែនមានតែតួអង្គសំខាន់ដែលខ្ញុំរៀបរាប់ហ្នឹងទេមានសាច់រឿងច្រើននៅក្នុងហ្នឹងបង្ហើបទៅចោះអ្នកទាំងអស់គ្នាសំបីតាអបិយមរាជមុខងាប់របស់យើងណាមុននឹងខ្លាចជាមុខងាប់អញ្ចឹងអបិនឹងក៏ធ្លាប់មានស្នេហាដែរតែបរាជ័យនិយាយដល់រឿងហ្នឹងខឹងអ្នកនិពន្ធទៀតហើយអ្នកទាំងអស់គ្នាជួយចិនបែកគេរហូត